នៅពេលនេះសូមជូននៅយន្តទស្សនីយភាពនៅមុខវត្តតាមុំដែលនៅក្នុងបទចម្រៀងមួយបទរបស់លោកតាស៊ិនស៊ីសមុទ្របានបកស្រាយយ៉ាងលន្លង់លន្លោចហើយនោះគឺជាតាវហៅតាវវត្តតាមុំដែលគាត់បានបកស្រាយថាតាវវត្តតាមុំក្រហមដាក់ខ្ញុំនេះតាវនេះតាវហ្នឹងឯងដែលក្រហមដាក់លោកតាស៊ិនស៊ីសមុទ្រហ្នឹងតាវវត្តតាមុំតាវវត្តតាមុំហើយវត្តតាមុំនេះគឺស្ថិតនៅក្នុងភូមិតាមុំឃុំអូដំបងមួយស្រុកសង្កែខេត្តបាត់ដំបងហើយនេះគឺជាទីអារាមវត្តតាមុំហើយនេះជារដូវចូលឆ្នាំដែរហាក់ដូចជាមិនសូវជាមានពុទ្ធបរិស័ទមកលេងដែរព្រោះសម័យនេះមានសង្ក្រាន្តច្រើនពេកដែលអញ្ចឹងនៅក្នុងវត្តហាក់ដូចជាស្ងាត់រឿងបាត់ដំបងចងចិត្តខ្ញុំហើយស្ទឹងសង្កែអើយនោះអនុវិទ្យាល័យអូដំបងមួយនេះអនុវិទ្យាល័យហ្នឹងគឺនៅទល់មុខវត្តតាមុំតែម្ដងនោះគេដាក់ភូមិវត្តតាមុំឃុំអូដំបងមួយស្រុកសង្កែខេត្តបាត់ដំបងហើយផ្លូវទៅខាងនោះគឺឆ្លងទៅផ្លូវធំទៅខេត្តវត្តតាមុំតាវហ្នឹងតែក្រហមហ្នឹងតាវវត្តតាមុំក្រហមដាក់ខ្ញុំតាវហ្នឹងហើយរមុខតាវឃើញហើយតាវហ្នឹងបាទវីដេអូហ្នឹងអត់មានអីទេគាត់ចង់ឲ្យបងប្អូនដែលគាត់មិនដែលបានស្គាល់នៅវត្តតាមុំហ្នឹងក៏បានថតគ្រាន់ឲ្យបងប្អូនទស្សនាឬក៏ទេសនាតាមវីដេអូនេះដែលធ្លាប់តែលើថាតាវវត្តតាមុំហ្នឹងកាលខ្ញុំមកដំបូងខ្ញុំស្មានថាតាវមែនតែនដែរដល់មកមើលតាវថ្មសោះបាទតាវថ្មទេវត្តតាមុំបាទអញ្ចឹងអត់មានអីទេអរគុណច្រើនដែលបានទេសនានៅវីដេអូនេះសូមអរគុណសូមជម្រាបលា